វាលេខម៉ាវាលេខ5ចឹងពាក់ពួកមួយ AV Caron LV Caron នេះយើងអត់យកមកប្រាក់ដោយសារតែខ្សែចរន្តមិញយើងអត់យកមកទេត្រូវហើយ នេះសារ៉ាត់យកមក យ៉ាងឡើងថាវរបស់វានេះយើងអត់យកអញ្ចឹងអានេះប្រហែលដល់វាដាក់នៅលើនេះប្រហែលតែយើងចង់ដូរមិនចាក់ដូរទៅដោយសារតែកន្លែងនេះអត់ប្រើទេអញ្ចឹងយើងអត់ខ្វល់ពីអារូប Caron ខាង AV ឬ LV ទេចឹងយើងទៅខេសយើងមកទៅហើយមួយទៀតវីសារបស់វាអត់លោតនៅលើនេះទេលោតនៅលើអាឧបករណ៍តាស់នៅនេះហ្នឹងនៅក្នុងនោះវិញនៅពេលដែលយើងយក record របស់វាយើងត្រូវយកกระดาษ record ហ្នឹងទៅកូនបាត់អញ្ចឹងត្រូវមានម្នាក់ដើម្បីស្ដាប់នៅនេះហើយយើងទៅ record តែឥឡូវនេះឈួរអាឧបករណ៍សម្រាប់តេស្ត radio ហ្នឹងពីពលខេកហ្នឹងមកចាំបងអានហើយជុំមួយកន្លែងនេះ error វាធំហ្មងបងយើងតម្លៃដែលយើងសរសេរនៅក្នុង radio ហ្នឹងយើងយកអាកន្លែងនេះហើយនេះ radio ដែលយើងយកមកវិជ្ជមានហ្នឹងវាអត់អីទេយើងអាចយកបានវាអត់មានបញ្ហាអីទេតែនេះយើងមាន reference ណាថាតម្លៃប៉ុណ្ណឹងយើងអត់យកបានតម្លៃប៉ុណ្ណាយកបានហ្នឹងអត់ណាមានបងមានតម្លៃអាចកន្លែង ratio error នេះគឺតម្លៃហ្នឹងគឺអត់អាចលើពី 10% នៃអាំពេដងឯង 10% អាំពេដងចាហើយនៅពេល record ratio voltage ratio នេះយើងយកពីកន្លែង relative ratio នេះដូចឥឡូវអញ្ចឹងយើងតែវានៅ tab ទី5ចាអញ្ចឹងតម្លៃរបស់វា121អូខេ121ហើយ error ហ្នឹងយើងយកមកទៅកន្លែងចឹងហ្នឹងវាមានຂະຫນាតដែរបង121ហ្នឹងវាមិនជាភាគរយអូអានេះមានຂະຫນាតដែរបង voltage ratio ហ្នឹងគឺ ratio ហ្នឹងផលធៀបអត់មានຂະຫນាតចាអាឡៃ AB នេះយើងយកអាមកលើនេះអានេះ BC អានេះ CA ពីមកអញ្ចឹងអានេះគឺឲ្យយើងចងចាំចូលមកចុះហ្នឹង AB ណាបង BC ចា BA CA ណា CA ចុះហ្នឹងខាង XV ខាង LV បងអាហ្នឹងទាំងអស់ហ្នឹងបងពួកយើងចាប់ទាំងខាង XV ហើយ LVនិយាយរួមរេតឈូមកផលធៀបខាងលើទឹកប្រើទៅទៅទៅចូលពាក់ព័ន្ធកន្លែងអវិជ្ជមានហ្នឹងតែខ្ញុំបានរៀនគាត់និយាយថាវាអត់អីយើងអាចយកវាជាតម្លៃវិជ្ជមានមកហើយមូលហេតុអីគាត់អត់បង្ហាញពួកយើងចាកន្លែងអវិជ្ជមាននេះយើងយកវិជ្ជមានវិញចាគាត់ថាអវិជ្ជមានមួយវិជ្ជមានវាអត់អីទេអាចយកបានប៉ុន្តែមូលហេតុគាត់បានបង្ហាញចាអញ្ចឹងទៅបានយើងគាត់និយាយតែមកគឺ follow អញ្ចឹងយើងក៏ follow តាមគេទៅហើយយើងគិតតម្លៃ absolute ហើយតម្លៃរបស់យើងថាដឹងថាអាម៉ានភាគរយនេះវាល្អឬអត់ហ្នឹងវាធម្មតានៅលើអា distribution transformer របស់យើងណាអាភាគរយរបស់អាំពេដងហ្នឹងវាមិន 4% មែនអត់បងហ្នឹងហើយ 4%អញ្ចឹង 10% នៃ 4% វាស្មើ 0.004 អញ្ចឹងវាស្មើនឹង 0.4% ហ្នឹងហើយ0.0បាយតែគិតថា10% នៃ 4%ចឹងបើយក10% 100លើអានេះ 0.1 អានេះ 0.04 អញ្ចឹងវាតូចជាងមុនទៀតហើយ 0.004 ហ្នឹងហើយអញ្ចឹងវាស្មើនឹង 0.4% អញ្ចឹងតម្លៃដែលយើងវាស់កន្លែង error នេះគឺអត់អាចលើសពី 0.4% ទេចា